ស្ដីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់នាងខ្ញុំចា៎អ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ថាកងទ័ពវៀតកុងអាចយកឈ្នះកងទ័ពសហរដ្ឋអាមេរិកដែលជាកងកម្លាំងមួយក្នុងចំណោមកងកម្លាំងដែលរឹងមាំបំផុតក្នុងពិភពលោកបានដោយរបៀបណាចា៎នៅក្នុងសង្គ្រាមដែលមើលទៅហាក់ដូចជាមិនស្មើភាពគ្នានេះគំនិតច្នៃប្រឌិតធ្វើឲ្យកើតចេញជាអន្តៈដែលគ្រោះថ្នាក់បំផុតតាំងពីធ្លាប់មានមកក្នុងនោះមានទាំងអន្តៈដុំដែកដែលភ្ជាប់ដោយឫស្សីមុតស្រួចឬក៏ក្របកំភ្លើងដែលបាញ់ចេញពីក្នុងដីឬសូម្បីតែសត្វពស់ដែលប្រែក្លាយទៅជាទាហានចាអន្តៈទាំងអស់នេះមិនមែនបង្កើតឡើងដើម្បីសម្រាប់ឲ្យស្លាប់តែម្យ៉ាងទេប៉ុន្តែដើម្បីបំបាក់ទឹកចិត្តសត្រូវហើយលងបន្លាចពួកគេយ៉ាងយូរអង្វែងបន្ទាប់ពីសង្គ្រាមបានបញ្ចប់ប៉ុន្តែការពិតទៅតម្លៃដែលត្រូវចំណាយចំពោះចំនួននេះតើជាអ្វីទៅហើយនរណាគេជាអ្នកឈ្នះសង្គ្រាមនេះតែនៅក្នុងវីដេអូនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីអន្តៈជាច្រើនរបស់ទាហានវៀតកុងដែលបង្កើតឡើងទុកស្វាគមន៍ទាហានអាមេរិកកាំងក្របបែកកំប៉ុងកាកសំណល់ខ្លាយជាអាវុធគំនិតច្នៃប្រឌិតក្នុងការធ្វើសង្គ្រាមនឹងទៅបានឆ្ងាយប៉ុណ្ណាតែគឺវាឆ្ងាយដល់វៀតកុងអាចផ្លាស់ប្ដូរកាកសំណល់ឲ្យខ្លាយជាអន្តៈមរណៈតាមមើលកំប៉ុងនេះមើលទៅគ្រាន់តែជាកំប៉ុងចាស់ៗដូចជាគ្មានពឹសពុលអីទេមែនអត់ប៉ុន្តែបើគិតអញ្ចឹងអាចគិតខ្សែជាថ្មីទៀតបានព្រោះខាងក្នុងនោះមានក្របបែកលាក់ទុកហើយវានឹងផ្ទុះបានគ្រប់ពេលចាប៉ុន្តែនៅក្នុងព្រៃហ្នឹងតើកំប៉ុងទាំងអស់ហ្នឹងបានមកពីណាទៅគឺបានមកពីកំប៉ុងអាហារកំប៉ុងបៀកំប៉ុងសូដាដែលកងទ័ពអាមេរិកបានបោះចោលហ្នឹងឯងកាកសំណល់ទាំងអស់នោះមិនត្រឹមតែផ្ដល់ជាតម្រុយឲ្យទាហានវៀតកុងដឹងថាទាហានអាមេរិកធ្លាប់ស្នាក់នៅកន្លែងណាប៉ុន្តែពួកគេថែមទាំងបានផ្លាស់ប្ដូរវាឲ្យក្លាយទៅជាឧបករណ៍សម្រាប់ទៀតផងតែគឺអច្ឆរិយៈខ្លាំងមែនតើហើយតើវាដំណើរការបែបណាទៅចាសារធាតុផ្ទុះមិនថាជាទេអន្តេដៃណាម៉ៃឬគ្រឿងផ្សំដែលធ្វើឡើងដោយខ្លួនឯងត្រូវបានញាត់ចូលយ៉ាងណាទៅក្នុងកំប៉ុងហើយដើម្បីឲ្យវាមានអានុភាពខ្លាំងបំផុតជួនកាលពួកគេក៏ដាក់លោហៈដែកមុតស្រួចចូលទៅខាងក្នុងដែរដើម្បីបង្កើនកម្លាំងបំផ្ទុះបន្ទាប់មកកំប៉ុងទាំងអស់នោះនឹងត្រូវបានបិទបាំងដោយផុកស្លឹកឈើឬក៏កំទេចកំទីផ្សេងៗនៅក្នុងព្រៃហើយនៅពេលយកទៅដាក់នៅកន្លែងដែលមានមនុស្សដើរឆ្លងកាត់ញឹកញាប់ដូចជាផ្លូវដើរល្បាតគៀកនឹងផ្លូវចូលលេនដ្ឋានឬក៏លួចលាក់ទុកនៅកន្លែងដាក់ស្បៀងកំប៉ុងទាំងអស់នោះត្រូវបានតភ្ជាប់ជាមួយនឹងខ្សែអន្តៈដែលតូចល្អិតនៅលើដីស្ទើរមើលមិនឃើញបើសិនជាដើរទេនឹងផ្ទុះបឹងកំប៉ុងផ្ទុះកំទេចកំទីលោហៈមុតស្រួចខ្ទាតបែកទៅគ្រប់ទិសទីនរណាដែលនៅក្បែរនោះនឹងត្រូវហែកជាជំរាកត្រឹមមួយប្រព្រិចភ្នែកតែប៉ុន្តែការខូចខាតមិនមែនមានត្រឹមតែប៉ុណ្្នឹងទេទាហានចាប់ផ្ដើមគិតថាអ្វីក៏អាចคล้ายជាអន្តៈបានមិនថាជាកំប៉ុងសូដាដបស្រាបៀរឬកំប៉ុងដែលបានបោះចោលវាអាចនឹងមានទុកគ្រាប់បែកនៅក្នុងនោះអន្តៈក្របកំភ្លើង surprise ពីក្នុងដីអ្នកទាំងអស់គ្នាគិតថាអ្វីទៅជារឿងដែល surprise បំផុតនៅក្នុងសង្គ្រាមនេះគ្រាប់ដែលមិនបានចេញមកពី rifle របស់សត្រូវតែវាទម្លុះចេញមកពីក្រោមដីតើវាអាចធ្វើបានដោយរបៀបណាទៅតែប្រកាសណាថាដោយធ្វើដៃរបស់ទាហានវៀតកុងពួកគេមានសមត្ថភាពពិសេសក្នុងការយករបស់របរដែលសេះសល់របស់សត្រូវតែខ្លាយទៅជាអាវុធវាបហាបានវៀតកុងប្រើប្រាស់គ្រប់យ៉ាងឲ្យអស់ពីលទ្ធភាពបំផុតហើយក្រោយពីការប្រយុទ្ធគ្នាម្ដងពួកគេនឹងដើរត្រួតពិនិត្យរករបស់របរផ្សេងៗនៅបរិវេណនោះជាច្រើនដងមានដូចជា transformer ដែលប្រើប្រាស់ឲ្យឧបករណ៍ដែលកំពិតហើយនឹងគ្រាប់កំភ្លើងដែលបោះចោលអ្វីក៏ដោយដែលនៅសេសសល់សូម្បីតែគ្រាប់កំភ្លើងដែលខូចខាតយកទៅប្រើដាក់កំភ្លើងមិនបានទៀតទេតែវាក៏នៅអាចយកមកប្រើប្រាស់ជាអន្តៈបានជាងបច្ចេកទេសដែលមានភាពវៃឆ្លាតបានយកគ្រាប់ដែលខូចខាតទាំងអស់នោះទៅដាក់នៅក្នុងបំពង់ឫស្សីប្រហោងហើយដាក់នៅចំណុចដែលច្បាស់លាស់លើក្បាលដែកគោលដែលមុតស្រួចតែអាយឌីនេះងាយខាងណាស់គ្រាន់តែជន់តិចគ្រាប់នឹងស្រុតចុះទៅលើចុងដែកគោលហើយគ្រាប់នឹងផ្ទុះឡើងពេលដែលអន្តៈរៀបចំរួចរាល់អស់ហើយពួកគេនឹងយកទៅកប់នៅក្នុងបរិវេណដែលដើរល្បាតញឹកញាប់រងចាំស្បែកជើងអ្នកសំណាលក្រក់មកជួយឲ្យអន្តៈដំណើរការតែនេះទៅវិញទេជាធម្មពលដ៏ពិតប្រាកដនៃគោលដៅរបស់អន្តៈនៅពេលដែលមានទាហានរងរបួសទាហានដទៃទៀតនឹងចូលមកជួយសែងធ្វើឲ្យពួកគេធ្វើដំណើរបានកាន់តែយឺតបាត់បង់ទាំងពេលវេលាកម្លាំងហើយនិងស្មារតីក្រុមពេទ្យដែលមានសម្ពាធធ្ងន់ធ្ងរស្រាប់ហើយត្រូវបញ្ញាប់បញ្ញាល់ព្យាបាលរបួសដែលបង្កឡើងដោយឫស្សីនិងគ្រាប់កំភ្លើងចា៎នេះហើយជាផែនការតាំងពីដំបូងមិនមែនជាការសម្លាប់ប៉ុន្តែជាការកម្ចាត់សត្រូវតាមដំណាក់កាលនីមួយៗអន្តៈរណ្ដៅពស់និងទាហានអាសេរពើចា៎មែនហើយសូម្បីតែពស់ក៏ត្រូវបានយកមកធ្វើសង្គ្រាមនេះដែរចា៎នេះគឺជាក្នុងចំណោមគំនិតច្នៃប្រឌិតដ៏គួរឲ្យខ្លាចរបស់វៀតកុងក្នុងសង្គ្រាមបែបចោលព្រៃប៉ុន្តែសត្វពស់ទាំងអស់នេះខ្លាយជាទាហានក្នុងសម័យសង្គ្រាមបានដោយរបៀបណាទៅជាដំបូងពួកគេបានប្រមូលពស់ដែលគ្រោះថ្នាក់បំផុតនៅក្នុងភូមិភាគនេះមិនថាជាពស់ហានុម៉ាន
ពោះវៃរនាមហើយនិងពោះ Yellow bellied sea ឬក៏ពោះសមុទ្រពោះលឿងបន្តមកពួកគេនឹងចងពោះទាំងអស់នោះជាប់ជាមួយឫស្សីដែលតភ្ជាប់ជាមួយនឹងខ្សែអន្ទាក់ហើយលាក់ទុកនៅគ្រប់ទីកន្លែងមិនថានៅក្នុងរណ្ដៅតាមផ្លូវជុំវិញបន្ទាយឬសំបីតែផ្លូវចូលទៅក្នុងលេនដ្ឋានរបស់វៀតកុងផ្ទាល់ចាគ្រប់កន្លែងខ្លាយជាអន្ទាក់មរណៈនៅខណៈពេលដែលមានទាហានមិនបានប្រុងប្រយ័ត្នដើរតាក់ជាមួយនឹងខ្សែអន្ទាក់ពោះដែលស្រេកឃ្លាននឹងវាយប្រហារភ្លាមពួកវាចេញមកពីរណ្ដៅពីដីឬក៏ធ្លាក់ចុះមកពីខាងលើមុននឹងពួកទាហានដឹងថាត្រូវវាយវាប្រហារបើមិនទទួលបានការសង្គ្រោះបន្ទាន់ភ្លាមទេពឹសទាំងអស់នេះអាចធ្វើឲ្យប៉ះពាល់អាយុជីវិតបានភ្លាមតែម្ដងហើយនៅក្នុងចំណោមទាហានអាសេរពឹសទាំងអស់តារាលេចធ្លោជាងគេគឺពោះម៉ាឡាយ៉ាន់ក្រៃជាពោះដែលមានពឹសសាហាវខ្លាំងណាស់រហូតដល់ទាហានអាមេរិកដាក់ឈ្មោះឲ្យវាថាពោះពីរជំហានតែហេតុអ្វីបានជាឈ្មោះអញ្ចឹងនោះក៏ព្រោះតែបន្ទាប់ពីត្រូវវាចាក់ទាហានស្ទើរតែដើរទៅណាមិនរួចទេដើរបានតែពីរជំហានក៏ដួលដេកទៅលើដីចាហើយវៀតកុងមិនបញ្ឈប់ត្រឹមប៉ុណ្ណឹងទេពួកគេបានពង្រីកកងកម្លាំងអាសេរពឹសបន្ថែមទៀតដូចជាស្រមោចភ្លើងដែលកាចសាហាវហើយនឹងក្អែបទាហានរបស់សត្រូវមិនដឹងទេថាពួកគេត្រូវជួបប្រទះជាមួយអ្វីខ្លះអាចជារណ្ដៅចម្រងរណ្ដៅពោះសម្បុកសម្ោចឬក្អែបក៏មិនដឹងប៉ុន្តែសុបិនអាក្រក់បំផុតគឺនៅពេលដែលលូនចូលទៅក្នុងលេនដ្ឋានរបស់ពួកវៀតកុងនៅក្នុងលេនដ្ឋានវាងងឹតហើយចង្អៀតស្ទើរតែដកដង្ហើមមិនចេញហើយវាក៏មិនមែនមានត្រឹមតែពួកគេទេដែលនៅក្នុងនោះព្រោះនៅមានហ្វូងពោះជាច្រើនធ្លាក់ចុះមកពីលើជញ្ជាំងវាត្រៀមនឹងចាត់គ្រប់ពេលវេលាហើយបើត្រូវវាចាក់វាអាចឈានទៅដល់ស្លាប់តែម្ដងព្រោះប្រកាសថាគ្មាននរណាអាចចូលមកជួយតាន់បានទេតែហើយដូចគ្នានឹងអន្ទាក់ដតេទៀតអន្ទាក់ពោះមិនបានសាងឡើងដើម្បីបង្កគ្រោះថ្នាក់ដល់រាងកាយតែម្យ៉ាងទេប៉ុន្តែវាកុងតាំងចិត្តធ្វើឡើងមកដើម្បីបំផ្លាញភាពក្លាហានរបស់ទាហានបង្ខំឲ្យពួកគេស្ថិតនៅក្នុងភាពភ័យខ្លាចគ្រប់ពេលវេលាហើយគ្រប់ជំហាននៅក្នុងព្រៃខ្លាចតែជាការផ្សងនឹងសេចក្តីស្លាប់អន្ទាក់ចម្រងភាពគួរឲ្យខ្លាចរបស់ឫស្សីចាមានឆ្ងល់អត់ថាហេតុអីបានជាអាឈើស្ដាងនេះគួរឲ្យខ្លាចម្ល៉េះនៅក្នុងសង្គ្រាមវៀតណាមការហ្វឹកហាត់ដំបូងដែលទាហានគ្រប់គ្នាត្រូវយល់ដឹងគឺដើរដោយប្រុងប្រយ័ត្នតែហេតុអីបានជាអញ្ចឹងនោះក៏ព្រោះតែនៅក្រោមគំនរស្លឹកឈើមានអន្ទាក់ចម្រងមុតស្រួចលាក់ពីពេញខាងក្រោមនោះបើសិនជាដើរផ្លត់ស្នៀតតែមួយជំហាននឹងក្លាយទៅជាទាហានដោតចក្រភ្លាមប៉ុន្តែគ្រាន់តែជាឫស្សីហេតុអីក៏គ្រោះថ្នាក់ធ្ងន់ធ្ងរដល់ថ្នាក់នោះចាជំហានដំបូងឈើឬក៏ឫស្សីនឹងត្រូវបានចិតឲ្យមុតស្រួចប្រៀបដូចជាមុខកំបិតហើយរោលភ្លើងឲ្យកាន់តែរឹងមាំបន្ទាប់មកនឹងយកទៅដោតបន្លំក្រោមស្លឹកឈើចាដែលយើងឃើញនេះវាគ្រាន់តែជាទម្រង់បែប basic ប៉ុណ្ណោះហើយវានៅមានទម្រង់ដែល up level ឡើងទៅជាអន្ទាក់ដែលផ្គុំចូលគ្នាប្រៀបដូចជាសម្បកងាវក្នុងប្រអប់នោះសុទ្ធតែជាជំរងមុតស្រួចអៀងចុះទៅក្រោមបើសិនជាជើងធ្លាក់ចូលទៅការដកចេញមកវិញប្រៀបដូចជាការផ្លាស់សាច់ចេញអញ្ចឹងអន្ទាក់នេះមានគ្រប់ទំហំខ្លះសម្រាប់ជើងម្ខាងខ្លះទៀតក៏អាចលេបតបាក់មនុស្សបានពេញមួយតួខ្លួនខ្លះទៀតអាចចាត់ការបានទាហានទាំងក្រុមតែម្ដងតែបើសិនជាចង់ឲ្យវេទនាបំផុតពួកគេនឹងលាបថ្នាំពឹសលើជំរងនោះខ្លះទៀតក៏ដាក់ជាលាមកតែភាពអច្ឆរិយៈរបស់អន្ទាក់ទាំងអស់នេះមិនត្រឹមតែធ្វើឲ្យរបួសប៉ុណ្ណោះទេតែវាគឺជាហ្គេមចិត្តវិទ្យាដែលនៅពីក្រោយនោះទៅវិញទេអន្ទាក់ទាំងអស់នេះត្រូវបានដោតចោលខ្ចាត់ខ្ចាយទៅតាមផ្លូវដើរមាត់ទឹកឬសូម្បីតែនៅចំណុចដែល helicopter ចុះចតចាកាដូដល់ surprise នេះត្រូវបានលាក់ទុកចិត្តឈឹងធ្វើឲ្យផ្ទៃដីក៏ប្រៀបដូចជាសត្រូវដែលពោពេញដោយអន្ទាក់ហើយភាពភ័យខ្លាចធ្វើឲ្យពួកគេធ្វើឲ្យគ្រប់យ៉ាងយឺតយ៉ាវភ័យខ្លាចតក់ស្លុតហើយភាពភ័យខ្លាចនេះហើយដែលរីករាលដាលប្រៀបដូចជាមេរោគកំចាត់កងទ័ពទាំងក្រុមបានហើយយុទ្ធសាស្ត្រមួយនេះវាងាយខ្លាំងណាស់នោះគឺការបង្កភាពសង្ស័យបើសិនជាមានទាហានម្នាក់ធ្លាក់ទៅក្នុងអន្ទាក់សម្លេងស្រែកយំដ៏ឈឺចាប់និងតាក់ទាញឲ្យបកពួកជាច្រើនទៀតមកជួយហើយអន្ទាក់តែមួយនោះក៏អាចចាត់ការទាហានជាច្រើនអ្នកទៀតបានចាហើយភាពឈឺចាប់មិនមែនបញ្ចប់ត្រឹមនៅលើសមរភូមិទេទាហានដែលរងរបួសបាននាំយកស្នាក់ស្នាមរបួសត្រឡប់ទៅបន្ទាយវិញហើយសូម្បីតែរបួសតិចតួចក៏អាចคล้ายទៅជារបួសដែលឆ្លងមេរោគបានដែរព្រោះថាភាពក្តៅហើយសើមនៅវៀតណាមចំពោះជំងឺតេតាណូសជំងឺសាច់ងាប់សម្រាប់ទាហានមួយចំនួនវិធីតែម្យ៉ាងគត់ដែលអាចព្យាបាលបានគឺការកាត់អวัยวៈចោលតែហើយសម្រាប់ទាហានមួយចំនួនដែលបានឃើញពីភាពឈឺចាប់វេទនារបស់មិត្តរួមអាវុធរូបភាពទាំងអស់នោះមិនដែលរលាយបាត់ចេញពីការចងចាំទេហើយចុងក្រោយអន្ទាក់ចម្រងក៏คล้ายទៅជាហ្គេមផ្នែកចិត្តវិទ្យាដែលយកមកប្រើបានយ៉ាងល្អប្រសើរសម្រាប់ការធ្វើសង្គ្រាមបែបចោលព្រៃជាវិធីងាយៗប៉ុន្តែមានប្រសិទ្ធភាពខ្ពស់
อันแตกใส่หรือไซหรือก็อันแตกอัจฉริยะแต่นี่คือเจ้าอันแตกหรือไซมวยใบเตี้ยรำแต่มวยปัดเปรกแนกอันแตกใส่หรือไซก็หาหมอกวอดแต่เหียนหน่อยดูเรียบnhưng mà đăng theo bộ kế bằng cạt về làng một màn rụp điệp nè rồi bộ kế chập đam bị ca chưa rơ đam được xây ván hay bật bát bắn phò móc phơi bị căn tại cửa thế này rồi ca trong chơi rồi co rồi xây một suốt bắn tham nơi lệ đam được xây phơi viết lại từ chiếc sai để miệng trong ôm hay ca bắt tới phiệp ở nhà là bao viết cứ thật nơi lệ giật xa không ca điệp trong tục đặt từ vấn đề thằng chơi điệp rọp ấy chán nhà đó thì ai mơ tam rụt nâng bàn hai bà dân chỉ chiên chân plot tại môi chấm hiết sai rồi sấy nâng vọt đôi lực bươn đại lươn rồi hột đa tơ mà rồi học sập km trong mùi màu ta cứ về để vì vọt trong mốc cứ vọt khăn tại mà đó hay chơi rồi sấy mình trâm tại một xuôi của nó tết tại vì từ bàn bắt đầu từ trong chùm nội đặt chỉ vọt tiền mình thay chỉ đáy chứ rồi cả đòn luôn ta vậy đã cọ chừng này thời tiết gượng tẹt môi nít miền là cột tì cả láng không prấy lấy cho lên được thác rồi cột cả láng để thể hiện ảnh đá tròn cảnพวกแกบ้านและอันแตะในขังกรองพวกสลักเชื้อให้นางกลมติดกลมตีเซ็งเซ็งในขนมเปรย์จำในใส่อันแตะในปลาเพชรคือเจียใส่สันตุยตุยไตรหรือก็ใส่นาđể tôi tốt mơ từ tại mình khơi lên là than cô chí chàng là đó kia cái thaสังเกตนี้มีนจุ่มหรือvà vậy nga tới phạm mơ lên là than đi mở lên là thanนี้เจียวบทสมงานរបស់เวียดนามจีชานตัวสวอตมันตรำทายสำหรับตัวจมวยกองทัพอเมริกปันไทยรวมจังประเทศนานิคมมนุษย์โดยจีประเทศบารังได้จ้าเล่นท่านี่คือจีเป็นพบกราวได้ในตระบานก่อสร้างร้างเมียนประวัติเจียง250 กิโลเมตรให้จีจำลองการเปลี่ยนสวัสดิภาพอันมนุษย์บานดาวแต่ใบปอนแน่ให้สักกัดมาทาเมียนไอ้แหละในขนมนูติสแต่คือกรบยักษ์ได้จำใบสำหรับสังเกตได้ออกบรรลัยเตยเบลียมันทาจีกันแรงสนะนะมันตีเป๊ะให้ตีเป็นจีแก่แต่เห็นวิทย์กล้องปลาเล่นในทานี้สำหรับบำบัดซีเรียบจอมแผ่นแก้ให้บากาไว้ปะแห่เบี้ยในเติมกล่องบาดเชิงสตรีนี่เองกล้องมนุษย์จีจานในขนมเล่นในทานี้และคลวนปีกองป๊อปได้เหม็นอนุภาพบำพดขนมโลกดอลแต่ปีบานดอยระเบียบนาเต้จำไรคือโปรแต่เพียบไวชาในขมิ้นแหนเปรียบบ้านระบอบวิทย์กองนั่งไงตั้งกองโตระบอบบารังให้หนังอเมริกสไตล์ชียิมตามรอกไข่กุมติเล่นในทานี้แต่ก็เหมือนบานสำไรไล่เจ้าระบอบแลนท่านสไตล์ไตรบานบัดบังโดยอันแท้ได้ลีลอมช่วยธรรมจิตบานยางประสากรบดันดับโดยสลักเชื้อได้หรือก็หรือเชอแต่การสไตล์รอกแลนท่านนี้เรียบโดยจิการอกมาจนขนมกุมโนจำบางจังให้ตัวจิตสไตล์รอกเพลย์โจบานให้บัดทาสบายจัดวิดโดยจิเลือนไปรัวจุนก้าเพลย์นุ๊กจีเพลินแต่ได้เป็นชาวโจแต่เพลย์ต้อนหรือแลนท่านคล้ายฝ่ายพวกรกรีดมีนเพียบจุบกจุบอลให้จ้องบัดสันจิพวกแกรกเคินเพลย์โจปัดไว้แต่การโจแต่ขนมแลนท่านคือเตาชมหมกหนังกาโลบเวชมักฟงปูปึ๊กอันแตะเชอบันล้าให้กรอบใบได้ร้องจำขนมเพียบงงัดรอจุ่มเฮียนได้เชียนโจแต่ขนมแลนท่านคือเปรียบโดยจีเชียนเจิงโจแต่ขนมหนรัวให้บัดสันจิรุ่ยพอดเปลี่ยนแตะหมกบ้านสมอ้อยสมนางล้อจุ่มพวกอาประชิดตามปะฮองจิงเอียดแต่เจ้าโปรทานเลียนทานกเมียนกับพมตรำตายโซนจัดปรำปีไม้ให้กับปูมาแมดปันนอกเลียนทานต่างอ้อมันเหม็นเฟอร์ลังสำหรับอ้อยแต่เฮียนอเมริกโจตัวเต้เมียนตายแต่เฮียนได้ตัวบานกาฝักหัดติเซได้เติมบานเกหายทาเทนอรัสหรือก็กันดอลรุงได้ปันนอกได้บานเป็นจูนโจเตยให้จำใบตายจุ่มพัวกันดอลรุงได้กาเวลูนขนมเพียบเงงัดได้เมียนต่างอันเต้ให้สตรีเรียก็จีเรืองได้กล้วยคลายได้ใช่ให้สำหรับเรียนท่านหรือก่อรุ่งใดนี่มันตรำแต่เมียนตุ่มหอมโตเต้ปันไตเวตรบานสางสองล้านโดยเพียบไวชาติดผ่องจนตีมุ้ยมีลางสำหรับการหลบเวชมักให้ดอกถอยทอดบานอย่างฉับระแหกบัจจอกแต่เชยเตี้ยนังบานจูบช่วยนังบันเตแต่เฮียนให้บันตบไปจ้องใช่ให้บัจจอกกันแต่เชยเตี้ยนังเมียนบันตบแป๊ดตีบินเจียก้านังบันตบเสบียงเชื่อกันไหลแหละครัวระบาเวทก้องอีกรอบใบกรอบพล้างฝ่ายโปเกรวบรวมกำลังให้เพียบาระโบบานกองทัพอเมริกบานชีเยี่ยมกรบวิธีดำใบกลมติดเลียนทานแต่อ้อหนูแต่กระเตยไปชมหมกจมวยนังเพียบอัสังคับให้บราเจรัวสมใบแต่กรอบเบฮาปีตุ่มงน30 ต้นก็มันไอกลมติดบานได้ให้เลียนทานเพียชนะถัดในขนมสุเพียบละอ ยังแต่ซาดาเตติดอุเตียฮาแทถอยตักเล็กหรือก็บังแยกโจเต้ก็บราใจโดยขี้เหนียโปรประปอนบนสักชอลดาวิชาระบอเลียนท่าได้บัดบังในเซ็งเซ็กกาเปียมันเอาแยะหรือก็ตักโจตึกขนมบนโต๊ะได้เจอบานเตะแค่สำหรับเมาเลียนทานกูจี้มันทำได้จีกหลังกาเปียครวนเต้ได้วิจีทนเทียนได้ปฏิวัติยุทธศาสตร์สังเกตติดพอง
សម្រាប់កងទ័ពអាមេរិកនិងបារាំងហើយការប្រយុទ្ធជាមួយវៀតកុងគឺប្រៀបដូចជាការប្រយុទ្ធជាមួយខ្មោចដែលអាចបាត់ខ្លួនទៅក្រោមដីបានត្រឹមមួយប្រព្រឹត្តភ្នែកអន្តៈដុំដែកនៅពេលដែលពួកគេកំពុងផ្ចង់អារម្មណ៍ទៅលើដីដើម្បីស្វែងរកអន្តៈរំពេចនោះដុំដែកទម្ងន់18គីឡូក្រាមដែលពោពេញដោយបន្លាមុតស្រួចទើបតែផ្ដួលទៅហ៊ានម្នាក់បាននេះគឺជា level មួយទៀតក្នុងការធ្វើសង្គ្រាមប្រើប្រៃប្រឹក្សាជាអាវុធក្នុងការវាយប្រហារសត្រូវតែហ៊ានវៀតកុងស្គាល់ភូមិសាស្ត្រនេះច្បាស់ណាស់ហើយប្រើវាជាអាវុធប្រយុទ្ធជំនួសពួកគេអាវុធដែលគួរឲ្យខ្លាចនេះធ្វើពីដីស្អិតឈើដែកឬអ្វីក៏បានដែរដែលរកបានធ្ងន់ហើយរឹងមាំបន្ទាប់មកហុំព័ទ្ធវាដោយឈើវែង30សង់ទីម៉ែត្រដែលធ្វើឡើងមកដើម្បីផ្ដួលសត្រូវឲ្យរាបហើយដើម្បីបន្ថែមអានុភាពដុំដីដុំដែកទាំងអស់នោះត្រូវបានចងភ្ជាប់ជាមួយនឹងខ្សែអន្តៈដែលចងនៅទៀបតាមផ្លូវផ្សេងៗដើម្បីទៅស្វាគមន៍ភ្ញៀវបើសិនជាដើរផ្លត់ស្នៀតតែមួយជំហានដុំដែកនឹងហោះចូលមកដោយទម្ងន់ទំនាញផែនដីនិងល្បឿនដែលលឿនរួមគ្នាស្ទុះទៅបុកក្បាលភ្លាមចាហើយបើសួរថាដុំដែកហ្នឹងវាធំខ្លាំងណាស់តើទាហានអាមេរិកមើលអត់ឃើញទេចានោះក៏ព្រោះតែព្រៃហ្នឹងឯងវាអាចលាក់បាំងរបស់របរឧបករណ៍បានគ្រប់យ៉ាងតែម្ដងហើយវៀតកុងក៏ជាបរមគ្រូក្នុងការបំបាំងខ្លួនដែរពួកគេព្យួរដុំដែកទាំងអស់នោះនៅក្នុងព្រៃក្រាស់ហើយបិទបាំងវាដោយកម្ទេចស្លឹកឈើស្ងួតហើយប្រើវល្លិគ្របពីលើខ្សែអន្តៈអញ្ចឹងបើសិនជាគ្មានភ្នែកដែលប្រៀបដូចជាម៉ាស៊ីន X-ray ទេគឺមិនអាចមើលឃើញបានទេហើយពួកទាហានក៏ដឹងដែរថាក្នុងសង្គ្រាមលើកនេះគ្មានកន្លែងណាសុវត្ថិភាពទេមិនថានៅខាងលើឬខាងក្រោមសេចក្តីស្លាប់រងចាំនៅគ្រប់ទីកន្លែងដោយដែរទាហានធ្លាប់ឆ្លងកាត់សង្គ្រាមម្នាក់បាននិយាយថាយើងនឹងគ្មានថ្ងៃដឹងបានទេថាជំហានបន្តទៀតគឺជាជំហានចុងក្រោយឬក៏យ៉ាងណាតែនេះវាប្រៀបដូចជាការលេងហ្គេមរូឡេតរ៉ាសាជារៀងរាល់ពេលអញ្ចឹងសង្គ្រាមចោលព្រៃការប្រយុទ្ធដែលមិនយុត្តិធម៌អ្នកទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះសង្គ្រាមអាមេរិកនិងវៀតកុងបន្ទាប់ពីយើងបានឃើញអន្តៈដែលត្រូវបានបង្កើតឡើងមកដើម្បីបង្កគ្រោះថ្នាក់ដោយគ្មានប្រណីដល់ពេលដែលមើលរូបភាពជារួមឲ្យទូលំទូលាយវិញហើយសង្គ្រាមវៀតណាមគឺជាការប្រយុទ្ធគ្នាដោយការប្រើសតិបញ្ញាភាពវាងវៃការតស៊ូយកជីវិតរស់ហើយនិងភាពអត់ធ្មត់ម្ខាងគឺជាកងកម្លាំងរបស់អាមេរិកមាន technology ដែលទំនើបជាងហើយមានអាវុធសម័យថ្មីចំណែកម្ខាងទៀតវៀតកុងស្គាល់ពីយុទ្ធសាស្ត្រចោលព្រៃដែលផ្លាស់ប្ដូរបរិវេណជំនាញខ្លួនឲ្យคล้ายជាអាវុធពួកគេបានពិសោធន៍ឲ្យឃើញហើយថាប្រាជ្ញាអាចប្រៀបស្មើឬក៏ជួនកាលអាចយកឈ្នះគ្រឿងចក្រដែលទាន់សម័យបានទៀតផងកងកម្លាំងដែលទន់ខ្សោយជាងទាំងផ្នែកអាវុធហើយថវិកាអាចទប់ទល់ជាមួយនឹងសត្រូវដែលខ្លាំងក្លាជាងបានដោយរបៀបណាទៅចម្លើយគឺនៅលើភាពប៉ិនប្រសប់ក្នុងការធ្វើសង្គ្រាមបែបចោលព្រៃរបស់វៀតកុងពួកគេប្រើប្រាស់ព្រៃក្រាស់របស់យួនឲ្យคล้ายជាសមរភូមិបំបាំងកាយភូមិសាស្ត្រដែលសាហាវខុសខើហើយមិនធ្លាប់ជួបប្រទះរបស់ទាហានអាមេរិកបែរជាคล้ายមកជាសម្ព័ន្ធមិត្តដែលមានអានុភាពរបស់វៀតកុងហើយហេតុអ្វីបានជាសង្គ្រាមចោលព្រៃនេះមានប្រសិទ្ធភាពម្ល៉េះចាព្រៃក្រាស់គឺជាទីបិទបាំងដែល perfect សម្រាប់វៀតកុងពួកគេបំលាស់ទីប្រៀបដូចជាស្រមោលវាយប្រហារហើយបាត់ខ្លួនទៅមុននឹងសត្រូវវាយបកបានហើយទោះបីជាទាហានអាមេរិកដឹងតាក់ទងនឹងលានដ្ឋានចម្រុងតែក៏ពិបាកសម្រាប់ពួកគេក្នុងការកំទេចលានដ្ឋានទាំងអស់នោះមិនថាទម្លាក់គ្រាប់ច្រើនប៉ុណ្ណាលានដ្ឋានក៏នៅតែរក្សាទម្រង់ដើមបានព្រោះវាត្រូវបានលាក់ចូលទៅជ្រៅពិបាកនឹងចូលទៅដល់បានអន្តៈដែលត្រូវបានបង្កើតឡើងប្រែក្លាយជា innovation ដល់សាហាវខុសខើវៀតកុងប្រើប្រយោជន៍ពីឫស្សីស្រួចខ្សែអន្តៈហើយនឹងគ្រាប់ដែលបោះចោលធ្វើអន្តៈមរណៈហើយអន្តៈទាំងអស់នោះត្រូវបានលាក់ទុកបានយ៉ាងល្អហើយតែងតែធ្វើឲ្យទាហានអាមេរិករងគ្រោះមុននឹងដឹងថាវានៅត្រង់កន្លែងណាតែហើយតើតម្លៃដែលត្រូវចំណាយលើយុទ្ធសាស្ត្រទាំងអស់នោះគឺជាអ្វីទៅចាគឺគ្មានជ័យជំនះពិតប្រាកដទេនៅក្នុងសង្គ្រាមមានតែស្នាមរបួសទាំងផ្លូវកាយហើយនិងផ្លូវចិត្តនៅក្នុងសង្គ្រាមនោះទាហានអាមេរិកជាង 2.7 លាននាក់ត្រូវបានបញ្ជូនទៅប្រចាំការនៅវៀតណាមហើយមានទាហាន 580,000 នាក់មិនបានត្រឡប់ទៅផ្ទះវិញចំណែកទាហាន 340,000 នាក់ទៀតត្រឡប់ទៅផ្ទះវិញដោយស្នាមរបួសទាហានជាច្រើនអ្នកដែលត្រឡប់មកវិញបែរជាត្រូវប្រឈមមុខជាមួយនឹងបញ្ហាថ្មីមួយទៀតនោះគឺជំងឺ PTSD ចាមានទាហានឆ្លងកាត់សង្គ្រាមជាង 450,000 នាក់ដែលត្រូវតស៊ូជាមួយនឹងជំងឺនេះពួកគេត្រូវបានតាមលងបន្លាចដោយសុបិនអាក្រក់រូបភាពសង្គ្រាមការពីអតីតហើយនិងរបួសនៅក្នុងចិត្តសង្គ្រាមគ្មានថ្ងៃបញ្ចប់បានទេសម្រាប់ពួកគេប្រើជីវិតរស់នៅដោយភាពភ័យខ្លាចព្រួយបារម្ភនិងអាការៈកេងមិនលក់ចុះទាហានវៀតកុងហើយនិងប្រជាពលរដ្ឋស៊ីវិលវិញច
ដើម្បីជាការវាយបកអាមេរិកបានទម្លាក់គ្រាប់ចំនួន5លានតោនហើយបានផ្សែងគីមីពុល Agent Orange ចំនួន74លានលីត្រពីពេញផ្ទៃដីវៀតណាមលទ្ធផលដែលតាមមកគឺអាណយធមខ្លាំងណាស់ទាហានវៀតកុងជាង 660,000 នាក់ហើយប្រជាជន 1.5 លាននាក់ត្រូវបាត់បង់ជីវិតគ្រាប់ទម្លាក់កំទេចបំផ្លាញដែនដីវៀតណាមហើយសារធាតុគីមី Agent Orange បានបំផ្លិចបំផ្លាញមិនត្រឹមតែទីកំបាំងវៀតកុងតែនៅបំផ្លិចបំផ្លាញដំណាំរុក្ខជាតិទន្លេបឹងបួហើយនិងព្រៃឈើបណ្ដាលឲ្យជនស៊ីវិលជាច្រើនខ្វះខាតចំណីអាហារហើយនិងទឹកស្អាតនៅតំបន់ខ្លះព្រៃកោងកាងត្រូវបានបំផ្លិចបំផ្លាញអស់ជាង20ទៅ 50% ចាហើយសំបីតែម្ដងសប្តាហ៍នេះដីដែលត្រូវបានប្រឡាក់ប្រឡោះក៏នៅមិនអាចដាំដុះរុក្ខជាតិឲ្យរស់រានមានជីវិតបានដែរក្រៅពីនេះក៏បន្សល់ទុកនៅគ្រាប់ផ្ទុះនិងគ្រាប់មិនទាន់ផ្ទុះចំនួន 800,000 តោនទូទាំងប្រទេសវៀតណាមបំផ្លាញជីវិតសត្វនិងជនស៊ីវិលអស់ជាច្រើននាក់ហើយស្របពេលជាមួយគ្នានោះខណៈដែលទាហានអាមេរិកត្រូវបានមើលថែសុខភាពផ្លូវកាយនិងផ្លូវចិត្តចំណែកទាហានវៀតកុងដែលនៅរស់រានមានជីវិតជោគវាសនារបស់ពួកគេទៅជាយ៉ាងណាតែជាគ្មាននរណាដឹងទេពួកគេបន្តជីវិតរស់នៅព្រមជាមួយនឹងរបួសដែលគ្មាននរណាមើលឃើញឬក៏យ៉ាងណាហើយអាចជារបួសដែលជ្រៅលើសពីមជ្ឈដ្ឋានខាងក្រៅអាចសង្កេតមើលឃើញបាននៅក្នុងឆ្នាំ1967រូបភាពដ៏សាហាវឃោរឃៅនៅក្នុងសង្គ្រាមចាប់ផ្ដើមលាតត្រដាងឡើងនៅលើបណ្ដាញសារព័ត៌មានរបស់អាមេរិកហើយការយល់ឃើញរបស់ប្រជាជនក៏បានផ្លាស់ប្ដូរទៅអ្វីដែលធ្លាប់យល់ឃើញថាជាការប្រយុទ្ធដោយមានកិត្តិយសជាមួយនឹងលទ្ធិកុម្មុយនីសពេលនេះបែរជាក្លាយជាសោកនាដកម្មកំហុសឆ្គងដែលមានតម្លៃខ្ពស់ការបាតកម្មបានផ្ទុះឡើងទូទាំងអាមេរិកពួកគេបានស្នើសុំឲ្យដកទាហានចេញពីវៀតណាមហើយនៅទីបំផុតក្នុងឆ្នាំ1975ទាហានអាមេរិកកាំងម្នាក់ចុងក្រោយក៏បានចាក់ចេញពីវៀតណាមអ្នកនរអគ្នាសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេសូមអធិស្ឋានផងបើសិនជាមាននិយាយទៅខ្វះខាតឬក៏ខុសឆ្គងត្រង់ចំណុចណាមួយដោយសារតែ admin បានឲ្យ chat GPT ជួយសរសេរ script ឲ្យអញ្ចឹងប្រហែលជាអត់ perfect 100% ទេបើមានខុសឆ្គងអីគឺសូមអភ័យទោសផងចាអរគុណច្រើនជួបគ្នាវីដេអូក្រោយទៀតសូមឲ្យប្រទេសជាតិយើងត្រឡប់មកសុខសន្តិភាពឆាប់ៗចាអរគុណច្រើន